មួយមុខនេះបានធ្វើញ៉ាំហើយដឹងតែឆ្ងាញ់ជាប់ចិត្តហ្មងតានេះឲ្យហ្មងថាបានញ៉ាំហើយដឹងតែចង់ញ៉ាំទៀតរសជាតិជូរហឹរប្រៃផ្អែមឆ្ងាញ់ហ្មងសូម្បីតែវិធីធ្វើនឹងគ្រឿងផ្សំហ្នឹងគឺងាយមែនតែនជាដំបូងគឺខ្ញុំមានត្រីក្រហមមួយក្បាលរួចហើយយកមកបំពងឲ្យវាក្រៀមល្អបែបនេះបំពងត្រីបានឆ្អិននឹងក្រៀមរួចរាល់ហើយគឺខ្ញុំដួសទុកមួយឡែកសិនសម្រាប់ត្រីនេះដែរបងប្អូនយកត្រីអីក៏បានដែរសម្រាប់ខ្ញុំយកត្រីក្រហមនេះដោយសារត្រីក្រហមសបោសាច់អញ្ចឹងហើយខ្ញុំយកមកឆូតបែបនេះហើយបានខ្ញុំដាក់បំពងហើយនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើត្រីបំពងតកួននេះមានអីទេបងប្អូនមានតែបន្តិចហ្នឹងទេគឺមានត្រីមួយក្បាលមកហើយខ្ទឹមម្ទេសហ្នឹងគឺយើងបុកវាឲ្យម៉ត់បែបនេះទៅមានតកួនចិនហើយតកួនចិននេះអត់យកស្លឹកទេណាបងប្អូនបន្ទាប់មកគឺមានអំពិលទុំដែរហើយវិធីធ្វើគឺងាយមែនតែនគឺខ្ញុំយកខ្ទឹមម្ទេសដែលបានបុកម៉ត់ហ្នឹងគឺយកមកលីងឲ្យឡើងឈ្ងុយសិនមករួចហើយដាក់ទឹកអំពិលទុំចូលសម្រាប់គ្រឿងផ្សំវិញគឺខ្ញុំដាក់ម្សៅស៊ុបបន្តិចដាក់ប៊ីចេងដាក់ស្ករត្នោតហើយនឹងជ្រោយទឹកត្រីបន្តិចដែរណាបងប្អូនបន្ទាប់មកគឺយើងច្បល់គ្រឿងហ្នឹងឲ្យចូលជាតិនឹងបានឈ្ងុយល្អទៅចាំយើងដាក់តកួនចូលណាបងប្អូនឥឡូវនេះគឺថាគ្រឿងយើងបានចូលជាតិល្អហើយដាក់តកួនចូលហើយច្បល់តកួនជាមួយនឹងគ្រឿងផ្សំហ្នឹងឲ្យបានចូលជាតិគ្នាល្អនឹងតកួនយើងហ្នឹងឲ្យបានឆ្អិនហើយនឹងទន់ល្អសម្រាប់ត្រីបំពងត្រកួននេះដែរគឺត្រូវជាមួយនឹងត្រកួនចិនហ្នឹងតែម្ដងបើយើងប្រើជាមួយនឹងតកួនអីផ្សេងគឺអត់សូវត្រូវហ្មងទេហើយយើងបេះយកតែចុងអីទៅបានហើយឆាទៅគឺទន់ល្អអញ្ចឹងណាឆាតែពី3ត្រឡប់អីទៅបានទេមិនបាច់ចាំឆាឲ្យឆ្អិនពេកទេឥឡូវនេះគឺតកួនរបស់ខ្ញុំគឺបានឆ្អិនហើយមើលទៅគឺថាទន់គួរចង់ញ៉ាំហ្មងហើយខ្ញុំដួសពាក់កណ្ដាលដាក់ទ្រាប់បាត់ចានបន្ទាប់មកដាក់ត្រីបំពងនឹងចូលមករីឯតកួនពាក់កណ្ដាលទៀតគឺយើងដាក់ពីលើត្រីរីឯទឹកឆាខាប់ហ្នឹងគឺយើងដួសដាក់ពីលើត្រីហ្នឹងឲ្យអស់មកគឺថាជាតិហ្មងមួយមុខនេះឆ្ងាញ់ហើយអស់លុយតិចទៀតរីឯរបៀបធ្វើក៏ងាយស្រួលទៀតនិយាយទៅគឺថាងាយមែនតែនហ្មងមិនថាញ៉ាំជាមួយបាយឬក៏ធ្វើជាគ្រឿងក្លែមអីទេគឺត្រូវដូចគ្នាអញ្ចឹងបងប្អូនកុំភ្លេចធ្វើមួយមុខនេះញ៉ាំទាំងអស់គ្នាណារសជាតិឆ្ងាញ់ខ្លាំងមែនតែនហ្មងហើយនិយាយទៅបើបានញ៉ាំហើយដឹងតែចង់ញ៉ាំទៀតហើយនិយាយទៅគួរចង់ញ៉ាំមែនតែនបងប្អូនហើយដាក់មួយម៉ាត់ទៅដឹងតែជាតិហ្មងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត